សួស្តី fan របស់កូនទ្រក់តូចអ្នកនរគ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងអ្នកគ្រូស្ទើរភ្លើងដុតស្នេហ៍កំឡោះងាប់ណយរឿងចៅហ្វេងទីឆ្លាញ់របស់ admin មិននុយទេណាណយអ្នកនរគ្នាគឺសម្រាប់ទូស្រីរបស់យើងគាត់គឺជាកូនសិស្សរបស់អ្នកគ្រូពេទ្យទេវតានៅលើភ្នំហើយដោយសារតែគាត់នឹងធុញទូស្រីយើងគាត់ក៏បានឲ្យទូស្រីយើងគឺមកជួយទូប្រុសរបស់យើងអ្នកដែលគាត់មានជំងឺងាប់សរសៃប្រសាទគាត់អាចកម្រើកនិងនិយាយបានប៉ុន្តែដៃជើងគាត់ប្រើអត់បានជាពិសេសគឺណយរបស់គាត់អ្នកនរគ្នាគឺប្រើការអត់កើតទេគឺត្រូវតែដាច់ពូជអ្នកនរគ្នាដល់ហើយចឹងទៅលោកយាយក៏កុហកថាគាត់ឈឺចឹងឲ្យទូស្រីយើងចោះចឹងណាចឹងទូស្រីយើងគាត់ក៏ចោះមកចឹងទៅមកហ្នឹងគឺមករកតារបស់ទូប្រុសមុនណាដើម្បីនិយាយគ្នាដល់ពេលមកដល់អាស័យដ្ឋានហ្នឹងមកដល់ជាប់ជួបរឿងហេតុដោយអយុត្តិធម៌ដែលទូប្រុសរបស់យើងត្រូវអាយ៉ាន់ហ្វឹងនេះគឺបង្ខំឲ្យរៀបការណាតាមពិតវាចង់ប្របាក់មុខទូប្រុសរបស់យើងឲ្យក្តីអាម៉ាស់របស់មនុស្សប្រុសគឺមានអីអារឿងណយនឹងឯងបើសិនណយប្រើការមិនកើតរួមភេទមិនបានទេវាអាម៉ាស់បំផុតហើយអញ្ចឹងគឺវាមានចេតនាចង់ប្របាក់មុខទូប្រុសយើងឲ្យខ្មាស់មនុស្សទូទាំងពិភពលោករឿងថាណយគាត់អត់ដំណើរការនឹងឯងពេលហ្នឹងទូប្រុសរបស់យើងអ្នកនរគ្នាគឺគាត់អត់មានកម្លាំងអីប្រឆាំងមួយគេសោះតែម្ដងហើយហេតុផលដែលគាត់មានកម្លាំងប្រឆាំងអ្នកនរគ្នានឹងស្រាប់ហើយគាត់ពិការគាត់ងាប់សរសៃប្រសាទគាត់មិនអាចបញ្ជារាងកាយរបស់គាត់បានហើយឲ្យតែគាត់ទៅរួមភេទជាមួយអាណាហើយសួរថាបើគាត់អញ្ចឹងហើយដល់ទូស្រីយើងឃើញអញ្ចឹងគាត់ទ្រាំមិនបានគាត់ក៏ជួយអញ្ចឹងណាគាត់វាយអាយ៉ាន់ហ្វឹងជាមួយនឹងស្រីរបស់វាឡើងផ្ងាជើងហ្មងហើយមកពួកនឹងវាមកចាក់មកចូលវិទ្យាសាស្ត្រគេដើររកគ្រូពេទ្យទេវតាគ្រូពេទ្យទេវតាគេឈ្មោះស្អីទេគ្រូពេទ្យហ្នឹងតាមពិតឆ្កែរបស់ទូស្រីទេមិនតែគ្រូពេទ្យទេវតាមកពីណាទេតែពួកហ្នឹងវាអត់ដឹងអ្នកនរគ្នាអាយ៉ាន់ហ្វឹងវាអត់ដឹងពេលហ្នឹងទូស្រីរបស់យើងគាត់សន្យាអញ្ចឹងណាគាត់ថាជំងឺជើងរបស់ទូប្រុសព្យាបាលជាទេគាត់មានសមត្ថភាពព្យាបាលជាប៉ុន្តែត្រូវប្រើពេលវេលាអាចដល់ទៅ3ខែណោះអញ្ចឹងណាតើទូប្រុសរបស់យើងអាចព្យាបាលបានអត់ដល់ពេលប្អូនស្រីរបស់ទូប្រុសវិញអ្នកនរគ្នាគាត់ក៏ support គ្រប់គ្រងទូស្រីរបស់យើងឲ្យទូស្រីរបស់យើងនៅព្យាបាលទូប្រុសឲ្យគាត់នឹងឲ្យអាហារញ៉ាំឲ្យមីឲ្យអីច្រើនឲ្យលុយច្រើនណាទូស្រីយើងគាត់នឹកឃើញថាបានគាត់ចង់បានតែបាយញ៉ាំទេតាមគណិតទូស្រីណាដល់ពេលគេនិយាយរឿងមាសឡើងប្រពន្ធភ្នំនេះមាសនឹងអាចទិញភ្នំបានណានាំទូស្រីយើងយល់ដល់ចឹងហើយចឹងទៅទូស្រីយើងគាត់ក៏ព្រមគាត់បានលុយទៅព្យាបាលអ្នកគ្រូគាត់លោកជីគាត់នោះហើយគាត់ក៏បីទូប្រុសរបស់យើងទៅក្រែដើម្បីចាក់មកចូលវិទ្យាសាស្ត្រអ្នកនរគ្នាភ្ញាក់ផ្អើលមែនតើណាស្រីម្នាក់នេះគឺខ្លាំងអាចបីទូប្រុសរបស់យើងទៅបានចឹងណាចឹងហើយទូប្រុសរបស់យើងគាត់ក៏ភ្ញាក់ផ្អើលដែរទូស្រីយើងគាត់ចាក់បញ្ចូលវិទ្យាសាស្ត្រតាមពិតនេះលើកទី1ហើយដែលទូស្រីយើងព្យាបាលមនុស្សទូប្រុសរបស់យើងលឺអញ្ចឹងភ្ញាក់ផ្អើលបដ ாய் អ្នកនរគ្នាគាត់ថាបើមិនធ្លាប់ព្យាបាលទេក៏អួតអាងធ្វើអីទូស្រីថាក៏ធ្លាប់ព្យាបាលឆ្កែគាត់ណាស្ថានភាពដូចទូប្រុសអញ្ចឹងប៉ុន្តែគឺអាចដើរបានគាត់ព្យាបាលឡើងជាអញ្ចឹងគាត់គិតថាទូប្រុសគាត់ក៏អាចព្យាបាលជាដែរអញ្ចឹងអ្នកនរគ្នាទូប្រុសរបស់យើងគាត់ទៅលឺអញ្ចឹងគាត់បាក់ទឹកចិត្តស្ដោគាត់ថាយកជីវិតគាត់ទៅធៀបជាមួយនឹងឆ្កែអីក៏សាហាវយ៉ាងហ្នឹងដល់ពេលហើយអ្នកនរគ្នាពេលហ្នឹងទូស្រីយើងគាត់ក៏តស៊ូមុខមុតក្នុងការជួយទូប្រុសរបស់យើងគាត់មិនលេងសើចអ្នកនរគ្នាគាត់ព្យាបាលគាត់ជួយមែននឹងឯងណាគឺមនុស្សអ្នកនៅស្រុកស្រែភាគច្រើនស្មោះត្រង់អ្នកនរគ្នាអត់ហ៊ានប្រឆាំងមួយគេទេហើយបើថានិយាយអីធ្វើហ្នឹងហើយអត់ដែលទៅប្រកែកឬក៏ទៅបករឿងបកហែទេហ្នឹងអ្នកនៅស្រុកស្រែគឺស្មោះត្រង់បែបហ្នឹងគួរឲ្យស្រឡាញ់ហើយឥឡូវនេះទូស្រីយើងគាត់ចុះមកញ៉ាំអាហារហើយឲ្យទូប្រុសយើងគាត់ញ៉ាំផ្លូវមុនតែទូប្រុសអត់ញ៉ាំទេទូប្រុសយើងញ៉ាំបន្លែញ៉ាំតិចសួរតាហេតុអីក៏អញ្ចឹងគឺពិបាកបត់ដៃបត់ជើងអត់មានណាលើកយកទៅទូស្រីថាអូអត់អីចាំគាត់លើកចូលប្រកុនគាត់ធ្លាប់លើកតាមួយថ្ងៃ3 4ដងក៏បានដែរហើយមនុស្សប្រុសគេខ្មាស់អីអ្នកនរគ្នាគេនៅកន្លោះហើយយើងទៅលើកគេចូលប្រកុនមកស្ទាបណយគេលាងទឹកលាងអីគេអញ្ចឹងគឺគេខ្មាស់អីណាប៉ុន្តែទូស្រីរបស់យើងអ្នកនរគ្នាគាត់ក៏ជាយាមធ្វើយ៉ាងម៉េចឲ្យទូប្រុសយើងញ៉ាំអាហារក្នុងចន្លោះពេលហ្នឹងគឺទូប្រុសយើងគាត់ក៏បានញ៉ាំអាហារទូស្រីថាបើមិនញ៉ាំអាហារមានកម្លាំងណាក្នុងការដោះស្រាយបញ្ហារួចទៅញ៉ាំអាហារហើយទូស្រីថាអូគាត់នឹកឃើញហើយនៅមានរឿងមួយទៀតគឺការហាត់ប្រាណពីព្រោះអីគឺការធ្វើលំហាត់ប្រាណលើរាងកាយនេះគឺសំខាន់ដើម្បីឲ្យចលនាឈាមវាដើរបានស្រួលអញ្ចឹងទៅគឺទូប្រុសរបស់យើងអាចនឹងដើរបានកម្រើកដៃបានឲ្យបានអញ្ចឹងទៅអ្នកនរគ្នាចាក់មកចូលវិទ្យាសាស្ត្រតែម្ដងឯទូប្រុសរបស់យើងគឺអាចកម្រើកដៃបានម៉ាស្សាម្ដងទៀតគឺដៃរបស់គាត់កម្រើកបានទាំងស្រុងពេលហ្នឹងគាត់កំពុងនៅជាមួយទូប្រុសស្រាប់តែអាយ៉ាន់ហ្វឹងហើយជាមួយនឹងស្រីវាក៏បានមកដល់មកទៅគឺមកវាស្រែកលោឡាអ្នកនរគ្នាគឺក្នុងហេតុផលគឺ
រំខានទូប្រុសរបស់យើងនិយាយប្រមាណទៅគឺវាចង់សម្លាប់លោកតាព្រោះលោកតាពេលនេះឡើងទៅលើភ្នំដើម្បីរយាយរបស់ទូស្រីនឹងឯងហើយដល់ទៅពេលអាយ៉ាន់ហ្វុងវិញគឺវាបិទផ្លូវលោកតាអញ្ចឹងណាយកទូប្រុសរបស់យើងទៅធ្វើបាបអញ្ចឹងទៅពេលហ្នឹងទូស្រីយើងគាត់ក៏ចេញមុខជួយអញ្ចឹងណាការពារថាប្រុសម្នាក់នេះគឺមកបង្ករឿងបង្កហេតុចង់សម្លាប់បងប្រុសរបស់ខ្លួនឯងដើម្បីដណ្ដើមយកទ្រព្យសម្បត្តិទូស្រីយើងគាត់ស្រែកចំអញ្ចឹងតែម្ដងធ្វើឲ្យអាយ៉ាន់ហ្វុងហ្នឹងគឺខ្លាចទូស្រីយើងហ្មងនិយាយទៅពីរអ្នកហ្នឹងខ្លាចទូស្រីយើងណាស់ទៅទូប្រុសរបស់យើងបានប្រាប់ទូស្រីយើងមិនឲ្យតដៃមិនឲ្យប៉ះពាល់មិនឲ្យវាយទេឲ្យសងំនៅស្ងៀមក្នុងហេតុផលទុកឲ្យពួកហ្នឹងបញ្ចេញកន្ទុយកជ្រោមមកហាន់ចាត់ការតាមក្រោយអ្នកនរគ្នាហើយដល់ពេលទូប្រុសយើងចេញមកអ្នកនរគ្នាវាភ្ញាក់ផ្អើលទៀតអត់មានអាចចាប់អារម្មណ៍ថាទូប្រុសយើងនេះរទេះមកខ្លួនឯងបានទេណាតែឥឡូវនេះគឺគេក៏បានគម្រាមកំហែងឲ្យទូប្រុសយើងទៅចូលរួមកម្មវិធីរៀបការហ្នឹងទៅព្រោះទូប្រុសយើងគឺជាកូនកំឡោះអីណាណីនិយាយទៅគឺវាចង់ប្របាក់មុខទូប្រុសរបស់យើងធ្វើឲ្យគេមើលឃើញថាទូប្រុសយើងគឺជាមនុស្សពិការអត់ប្រយោជន៍អញ្ចឹងហាក់មានសិទ្ធិអីកាន់កាប់ភាគហ៊ុនទេហាក់មានសិទ្ធិអីកាន់កាប់ក្រុមហ៊ុនទេហើយដល់ពេលទូប្រុសរបស់យើងអ្នកនរគ្នាគឺគាត់ពិតជាមិនបានប្រឆាំងឆ្លោះជាមួយគេពិតមែនគាត់នៅឃើញថាគេនិយាយហ្នឹងក៏ត្រូវដែរគាត់ក៏ទទួលយកអញ្ចឹងទៅពីព្រោះអីគាត់ពិតជាពិការដូចតែគេថាតាមពិតទូប្រុសយើងអត់អីទេអ្នកនរគ្នាអើយអាចព្យាបាលបានព្រោះទូស្រីយើងក៏សន្យារួចហើយណាការព្យាបាលហ្នឹងគឺអត់បាក់សម្រាប់គាត់ទេដល់ពេលហើយអ្នកនរគ្នាពេលហ្នឹងគឺទូស្រីរបស់យើងគាត់រៀងខឹងទូប្រុសដែរហេតុអីបានជាគាត់កំពុងតែចង់ចាត់ការពីអ្នកហ្នឹងអញ្ចឹងណាតាមពិតទូប្រុសយើងគាត់ពិការតរៀងកាយតែគូក្បាលគាត់មានពិការណាអ្នកនរគ្នាគាត់រៀបចំផុសតាំងដើម្បីចាត់ការទៅលើអាយ៉ាន់ហ្វឹងដែលជាប្អូនរបស់គាត់នឹងឯងហើយយ៉ាន់ហ្វឹងគេចេញទៅមួយសែនអ្នកនរគ្នាឲ្យគេត្រឡប់មកវិញគេអត់អស់ចិត្តគេគិតថាទូប្រុសរបស់យើងអាចនឹងដើរបានអីចឹងណាវាចេញទៅវាថាទូប្រុសរបស់យើងអាចជាតែដឹងវាឆ្ងល់ចឹងហើយទូប្រុសរបស់យើងអ្នកនរគ្នាគឺជាធម្មជាតិពេលនេះគឺគាត់គ្រាន់តែកម្រើកដៃកម្រើកជើងបានទេប៉ុន្តែការពិតហ្នឹងគាត់មិនទាន់បានដើរបានដើរអីបានទេអ្នកគ្នាគ្រាន់តែគាត់ដឹងរាងកាយរបស់គាត់ឆ្លាស់សាច់តណាឆ្អឹងអញ្ចឹងណាគាត់ដឹងហើយដល់ពេលហ្នឹងគឺវាមករោរឿងអញ្ចឹងមកដល់ឃើញទូស្រីយើងកំពុងធ្វើលំហាត់ប្រានឲ្យទូប្រុសយើងដល់ហើយវាគិតថាវាយល់ច្រឡំហើយបើសិនជាមនុស្សដើរបានឬក៏កាយវិការអីរាងកាយអីប្រែប្រួលប្រកាសជាមិនចាប់បាច់ឲ្យទូស្រីយើងលើកពវល់អញ្ចឹងទេអញ្ចឹងគេក៏ចាំសាយចំអកអញ្ចឹងណាហើយមុនសាយហើយទៅហើយឆ្លៀតអ្នកនរគ្នាឆ្លៀតផ្លែផ្កាដាក់ទូស្រីរបស់យើងទៀតហើយដឹងថាទូស្រីរបស់យើងគឺជាមនុស្សមិនចេះទុកមុខដែរអ្នកនរគ្នាប៉ុន្តែម្នាក់គឺនៅតែយកទូស្រីយើងធ្វើជាប្រធានបទជាឧបករណ៍ទើបទូស្រីរបស់យើងគាត់ចេញមុខមកប្រាមកអ្នកនរគ្នារត់ចែកជើងគ្នាព្រាតហ្មងមនុស្សទូស្រីយើងមិនសូវជាល្អជាទេអ្នកនរគ្នាតែជួបតែរឿងរបស់គាត់ហើយឥឡូវនេះគាត់ព្យាបាលទូប្រុសរបស់យើងធ្វើឲ្យទូប្រុសរបស់យើងគាត់មានអារម្មណ៍ថាក្មេងស្រីម្នាក់ហ្នឹងមើលទៅគឺស្អាតស្អំបរិសុទ្ធចិត្តណាមើលទៅមិនមែនជាមនុស្សស្រីដែលមកដើម្បីទៅទ្រព្យសម្បត្តិឬក៏ចង់ឈ្លានពានអីគឺអត់មានទេគាត់ថាទូស្រីយើងមនុស្សល្អហើយឥឡូវសុកទូប្រុសយើងប្រកាច់រករឿងស្លាប់អ្នកនរគ្នាទូស្រីរបស់យើងគាត់ក៏ភ័យស្លន់ខ្លាំងមែនតែនចុះមនុស្សកំពុងអង្គុយឡើងក៏ហើចេះណាហើយដល់ពេលសុកស្រាប់ទៅជាស្លាប់ទៅជាបាយក្អួតចេញឈាមចេញអីមកអញ្ចឹងទៅទូស្រីយើងគាត់មិនឆ្ងល់គាត់មិនភ័យហើយមួយទៀតជំនាញព្យាបាលរបស់ទូស្រីយើងទោះបីតែគាត់ទៅព្យាបាលជើងមនុស្សពិការលើកដំបូងប៉ុន្តែគាត់ធ្លាប់ព្យាបាលឆ្កែឲ្យជាតាដល់អញ្ចឹងទៅអ្នកនរគ្នាបានទូស្រីរបស់យើងនឹងគាត់ថាគាត់មិនជឿថាគាត់ធ្វើមិនបានទេហើយទូប្រុសកាលណាស្លាប់នេះសាច់រឿងគេត្រូវស្លាប់កន្លែងហ្នឹងណាអេដមីននិយាយលង្ហួសហើយហ្នឹងណាអូស្លាប់ហើយអ្នកនរគ្នាកំពុងតែប្រកាច់ទូស្រីយើងគាត់ថាចេះអីដូចជាអត់ខុសអីទេចាក់មកចូលអីត្រូវតាមកន្លែងតាមសរសៃទាំងអស់ចុះមានតោះខុសកន្លែងណាមិនបានមនុស្សត្រូវប្រកាច់ញាក់កត្រាក់កត្រើកអញ្ចឹងពេលហ្នឹងអ្នកនរគ្នាទូប្រុសយើងស្លាប់យូរខ្លាំងមែនតែនដោយសារទូស្រីរបស់យើងគាត់ចាក់ហ្នឹងគឺចាក់ខុសក្បួនបានន័យថាមិនមែនចាក់ខុសក្បួនទេចាក់ដៃធ្ងន់ព្រោះមកចូលគេចាក់ស្រាលចុងមកចូលគឺគ្រាន់តែប៉ះបន្តិចស្រាលតែទូស្រីយើងចាក់សឹងម្លេចដល់ហើយអញ្ចឹងទៅធ្វើឲ្យទូប្រុសរបស់យើងនឹងប្រកាច់បើសិនទូស្រីយើងគាត់ធ្វើតាត្រឹមត្រូវដូចគេឯងទូប្រុសយើងអត់ប្រកាច់ទេអ្នកនរគ្នាហើយនៅពេលនេះគាត់ភ្ញាក់មួយសាក៏ពិតមែនប៉ុន្តែលទ្ធផលចុងក្រោយគាត់ក៏នៅតែត្រូវស្លាប់ទៅវិញដែរដោយសារស្ថានភាពជំងឺរបស់គាត់ហ្នឹងគឺវារៀងធ្ងន់ធ្ងរអ្នកនរគ្នាបូកផ្សំនឹងពួកនេះតាមរាយឆានរំខានធ្វើបាបទៀតទៅក៏ធ្វើឲ្យស្ថានភាពគ្នាហ្នឹងក៏រៀងចាប់ដែរហើយទូស្រីរបស់យើងអ្នកនរគ្នាក៏ថាជាអត់ឲ្យទូប្រុសយើងគិតច្រើនវែងឆ្ងាយទេគាត់ដឹងថាទូប្រុសយើងត្រូវតែជាគាត់សន្យាណាគាត់នឹងធ្វើឲ្យទូប្រុសយើងមានក្តីសង្ឃឹមឡើងវិញទូប្រុសយើងដើរបានឡើងវិញជឿទុកចិត្តគាត់នឹងធ្វើឲ្យទាស់តែបានទូប្រុសរបស់យើងគាត់ចេះតែអឺងអាវជាមួយនឹងទូស្រីប៉ុន្តែខ្លួនគាត់ផ្ទាល់គាត់មានសង្ឃឹមមានអ្នកនរគ្នាអ្វីដែលគាត់អាចធ្វើបានគឺកម្ចាត់អាយ៉ាន់ហ្វឹងចេញចឹងទៅដើម្បីឲ្យកុំឲ្យធ្វើបាបប្អូនគាត់ថ្ងៃក្រោយ
កាប់ដីបដាធ្វើដំណាំបដាទូស្រីរបស់យើងល្អបដាខឹងរឿងទូប្រុសរបស់យើងហេតុអីបានជាអត់ជាបើសិនទូប្រុសយើងបាត់មាត់បាត់កស្លាប់ទៅគាត់មិនលើកលែងឲ្យទូប្រុសទេសុកស្រាប់តែប្អូនស្រីរុញទូប្រុសយើងមកទូស្រីយើងអខ្លាំងមែនតែនហើយក៏សួរថាបានលឺអ្វីគាត់និយាយអស់ហើយមែនទេទូប្រុសយើងគាត់ក៏ញញឹមចឹងទៅដោយសារអីអ្នកនរគ្នាដោយសារគាត់ឃើញទូស្រីយើងល្អអញ្ចឹងណាហើយគាត់ក៏ពិនិត្យជីបចោលទូប្រុសម្ដងទៀតដល់ពេលពិនិត្យហើយអញ្ចឹងទៅឃើញស្ថានភាពទូប្រុសយើងគឺប្រសើរហើយចុះហេតុអីបានទូប្រុសយើងរេប្រកាច់រេស្លាប់ដល់ពេលមិនទាន់បានចាប់សពគ្រប់ផងអាយ៉ាន់ហ្វុងនិងប្រពន្ធគេនឹងមកទៀតហើយអ្នកនរគ្នាគេយកឈុតអាពាហ៍ពិពាហ៍មកដើម្បីឲ្យទូប្រុសរបស់យើងមើលឲ្យត្រូវតលោនិយាយទៅគឺវាប្រកាសធ្វើម៉េចឲ្យប្របាក់មុខយើងឲ្យខ្មាស់ឲ្យស្អុយរលួយឲ្យគេសើចចំអកគ្រប់ទីកន្លែងអ្នកនរគ្នាហើយទូស្រីយើងគាត់បដិសេធគាត់អត់ព្រមទេហេតុអីបានធ្វើអញ្ចឹងអ្នកឯងមានសិទ្ធិអីមកគៀបសង្កត់គេដល់ថ្នាក់ហ្នឹងណាលោភលន់ដល់ថ្នាក់នេះហើយទូប្រុសយើងគាត់ក៏បានខាត់ទូស្រីរបស់យើងក៏ថាអញ្ចេះតាមតាណាទៅឲ្យគេនិយាយទៅគេធ្វើទៅគាត់ក៏ចង់ដឹងដែរណាដល់តែពេលហើយប្អូនរបស់ទូប្រុសវិញក៏ព្យាយាមការពារបងដែរអ្នកនរគ្នាព្រោះសុកគេមកគៀបសង្កត់រករឿងបងដល់ថ្នាក់ហ្នឹងគាត់អត់សុបាយចិត្តសុបាយអទេប៉ុន្តែអ្នកនរគ្នាសម្រាប់អាយ៉ាន់ហ្វឹងនឹងគូត្រឹកវាវិញវាក៏បាននិយាយថាចាក់ទូប្រុសយើងត្រូវចូលរួមកម្មវិធីជប់លៀងហ្នឹងហើយទូប្រុសរបស់យើងគឺជាកូនកំឡោះផ្ទាល់តែម្ដងហើយគេយកឈុតឲ្យទូប្រុសយើងស្លៀកតែទូប្រុសយើងអត់ស្លៀកគាត់ក៏បានថតសម្លេងថតអីទុកគ្រប់កន្លែងទាំងអស់អ្នកនរគ្នាគឺដើម្បីវៃទៅបហាទៅលើអាយ៉ាន់ហ្វឹងវិញយ៉ាន់ហ្វឹងពេលនេះគឺវាអត់ដឹងថាទូប្រុសយើងខ្លាំងដល់ថ្នាក់ហ្នឹងហើយឥឡូវនេះគឺទូប្រុសរបស់យើងអាចធ្វើឲ្យអាយ៉ាន់ហ្វឹងហ្នឹងគឺបាត់បង់ពីពិភពលោកនេះក៏បានដែរគឺគេអត់ពិបាកទេទូប្រុសរបស់យើងគាត់មានសមត្ថភាពហើយគេថាចេះមិនអាចទៅរួចទូប្រុសរបស់យើងគ្រាន់ជាមនុស្សពិការម្នាក់ហេតុអីបានអាចធ្វើទៅបានអញ្ចឹងហេតុអីបានកលុកក្រុមហ៊ុនកលុកអីបានស្រួលហើយធ្វើឲ្យពួកវានឹងគឺបរាជ័យម្ដងហើយម្ដងទៀតឱកាសនៃការគ្រប់គ្រងក្រុមហ៊ុនរបស់វាគឺអត់បានសោះហ្មងទូប្រុសយើងគាត់បញ្ជាក់គាត់ថាគាត់ពិការរាងកាយតែគាត់អត់បានពិការខួរក្បាលទេដូច្នេះហើយសូមបញ្ជាក់ឲ្យច្បាស់យល់ឲ្យដល់កុំឲ្យបាក់អង្គុយសង្ស័យម្ដងទៀតពេលហ្នឹងគ្នាវាក៏ចាប់ផ្ដើមគិតថាអញ្ចេះឥឡូវនេះយើងមិនអាចទុកវាបានទេទៅរកវិធីសាស្ត្រកម្ចាត់វាតែម្ដងទៅបើនៅតែលេងឡាយពួកយើងនឹងចាប់តែម្ដងពេលហ្នឹងអ្នកនរគ្នាពួកហ្នឹងគេបានស្ទាក់មករកទូស្រីរបស់យើងស្ទាក់មកគឺក្នុងហេតុផលចាប់ចម្រិតអីនឹងឯងហើយកងរៀងកំហែងតែទូប្រុសរបស់យើងអ្នកនរគ្នាគឺគាត់ដើរបានហើយតាមពិតគាត់ជាណាប៉ុន្តែគាត់លាក់បាំងអត្តសញ្ញាណដល់តែពេលអាយ៉ាន់ហ្វឹងវិញគេគិតថាទូប្រុសយើងពិការគឺមិនអាចធ្វើអីបានទេអ្នកនរគ្នាប៉ុន្តែគួរឲ្យស្ដាយគ្រប់យ៉ាងខុសពីការគិតទាំងស្រុងទូប្រុសយើងមិនត្រឹមតែដើរបានទេលោកតាក៏មានសុវត្ថិភាពនាងនេះក៏បានលុតជង្គង់វល់ទូប្រុសរបស់យើងគេថាគេដឹងរឿងអីទេគឺអាយ៉ាន់ហ្វឹងជាអ្នកបោកប្រាស់គេអាយ៉ាន់ហ្វឹងក៏វាបាននិយាយដែរថាវាត្រូវបាននាងនឹងគឺលបងវាទេកុំអីវាមិនបានធ្វើអញ្ចឹងទេរៀងតែខ្លួនទៅក្រោយពេលដែលចាប់ពួកនឹងយកទៅដាក់គុកហើយអ្នកនរគ្នាទូប្រុសយើងក៏ស្លាប់ម្ដងទៀតស្លាប់លើកនេះទូស្រីយើងគាត់ពិនិត្យជីបចោលគាត់ថាអត់មានបញ្ហាអីទាំងអស់ហេតុអីបានមនុស្សត្រូវស្លាប់ឆ្ងល់ទេអ្នកនរគ្នាតាមពិតគឺទូស្រីយើងដៃធ្ងន់ព្រោះច្បាប់ដែលគ្រូបរៀនទូស្រីយើងមកហ្នឹងណាគឺថាអ្នកចាក់មកចូលវិទ្យាសាស្ត្រដាច់ខាតត្រូវតែដៃស្រាលហើយចាក់អត់បខំទេចៃដន្យលោកតាមកដល់ឃើញទូប្រុសរបស់យើងស្លាប់ស្ដុកស្ដឹងគាត់ក៏បារម្ភលោកយាយក៏បានមកដល់ដែរពេលលោកយាយមកដល់ដែរក៏ថាអញ្ចេះការដែលចាក់នឹងមកពីទូស្រីរបស់យើងនឹងប្រើដៃធ្ងន់ពេកមនុស្សនឹងជីហើយមានអីទេណាឲ្យតែភ្ញាក់ដឹងខ្លួនទៅគឺស្វាងចាស់ហើយតែទូស្រីយើងក៏សួរថាអញ្ចេះធ្វើម៉េចបានភ្ញាក់ទៅបើខ្លាចទៅជាអញ្ចឹងហើយនេះគាត់កំពុងតែពិបាកចិត្តពីព្រោះអីគាត់គឺជាដើមហេតុអីណាណីអញ្ចឹងណាដល់ទៅពេលហើយអញ្ចឹងទៅគេក៏បានបង្រៀនដូចថាគេក៏បានបង្រៀនអញ្ចឹងទៅអ្នកនរគ្នាបង្រៀនលោកយាយក៏បានបង្រៀនទូស្រីរបស់យើងអញ្ចឹងណាបង្រៀនឲ្យចេះកថាមើលឲ្យច្បាស់គាត់នឹងបង្រៀនពីរបៀបចាក់មជុលព្រោះទូស្រីយើងមានទេពកោសល្យប៉ាកែឆ្លាតអីខ្សប់គ្រប់បែបយ៉ាងហើយប៉ុន្តែគ្រាន់ថាការចាក់មជុលនេះណាគឺទូស្រីរបស់យើងនៅមានកម្រិតដោយសារតែការប្រើប្រាស់កម្លាំងដៃធ្ងន់ពេកអញ្ចឹងធ្វើឲ្យការចាក់មជុលនេះណាគឺវាអាចធ្វើឲ្យមនុស្សនឹងស្លាប់ឬក៏ខ្សោយអញ្ចឹងទៅដូច្នេះហើយទូស្រីរបស់យើងត្រូវរៀនឡើងវិញត្រូវចាប់ផ្ដើមឡើងវិញធ្វើម៉េចមើលគាត់ឲ្យច្បាស់គាត់បង្រៀនមួយជ្រុងហ្នឹងគឺកុំឲ្យខុសម្ដងទៀតទូស្រីរបស់យើងអ្នកនរគ្នាពេលហ្នឹងគឺគាត់ក៏បានតាមដានមើលអ្វីដែលអ្នកគ្រូបានបង្រៀនគាត់ចឹងទៅមើលចុះមើលឡើងមិនទូស្រីយើងយល់ថាអូតាមពិតគឺកំហុសរបស់គាត់តែមួយគាត់ហ្នឹងគឺដៃធ្ងន់ពេកហើយសួរថាកាលណាទូប្រុសយើងដឹងខ្លួនទៅចាក់យូរណាស់ហើយមិនឃើញទូប្រុសយើងក៏ក្រៅសោះអញ្ចឹងហើយគឺលោកយាយថែចាំតិចសិនណាគឺចាំឲ្យក្អួតឈាមពុលចេញមកសិនគ្រាន់តែក្អួតឈាមក៏ភ័យដែរអ្នកនរគ្នាគ្រប់គ្នាខ្លាចទូប្រុសយើងស្លាប់តែលោកយាយថាវាមិនស្លាប់ទេព្រោះ
ព្រោះមនុស្សនេះពិការនឹងមិនមែនដោយសារតែគ្រោះថ្នាក់ទេគឺដោយសារត្រូវថ្នាំពុលគេអញ្ចឹងថ្នាំពុលនេះគឺបានបំផ្លាញសរីរាង្គកាយទាំងអស់ធ្វើឲ្យមនុស្សយើងដូចជាមនុស្សរុក្ខជាតិអញ្ចឹងណានៅមានសតិនិយាយបានហើយតែគ្រាន់បើហើយដល់ពេលហើយអ្នកនរគ្នាដឹងមិនទេពេលដែលចាប់ហើយអញ្ចឹងទៅទូប្រុសរបស់យើងគឺចាប់ផ្ដើមដឹងខ្លួនរឹមហើយទូស្រីរបស់យើងអត់ទៅណាអ្នកនរគ្នានៅមើលថែទាំគេលោកយាយឃើញបែបហ្នឹងក៏នឹកឃើញថាប្រហែលជាមនុស្សនឹងដល់គូព្រេងហើយបានជាសុកចិត្តនៅកំដរគេអញ្ចឹងណាហៅទៅវិញជាមួយលោកយាយអត់ទៅសោះតែម្ដងលោកតាគាត់ក៏និយាយរឿងផ្សំផ្គុំទូប្រុសទូស្រីជាមួយគ្នាទៅក៏នឹកឃើញថាអញ្ចឹងចាំបាច់នៅឆ្ងាយគ្នាចាំបាច់បែកគ្នាធ្វើអីបើមើលទៅវាមានភាពស័ក្តិសមគ្នាទៅហើយណាមួយក្មេងៗមើលទៅក៏ត្រូវដងត្រូវផ្លែគ្នាដែរហើយលោកយាយវិញអ្នកនរគ្នាអត់មានឈឺអីទេទូស្រីយើងស្ទង់ជីបចរលោកយាយមានឈឺអីទេលោកយាយថាគាត់កុហកតែគាត់មិនបានឈឺអីទេគាត់គ្រាន់តែចង់ឲ្យទូស្រីយើងចុះពីលើភ្នំមកដើម្បីដកស្រង់ប័ណ្ណពិសោធន៍ពីព្រោះអីនៅតែលើភ្នំយើងអត់ស្គាល់និស័យមនុស្សទេចុះមកទីក្រុងទៅយើងដឹងហើយពោះវែកក៏សបោពោះផលិតក៏សបោពោះថ្លាន់ក៏សបោពោះខៀវក៏សបោពោះខ្ចីពោះខ្ចាស់អីសបោទាំងអស់អ្នកនរគ្នាគឺនៅក្នុងទីក្រុងមានទាំងអស់ណាខ្លារីកសីមិនសូវប្រមាណទេណាគេស៊ីតែនៅខាងលើទេតែពោះវែកនេះក៏ដើរចឹកមរើសមុខទេហើយដល់ពេលទូប្រុសយើងក៏ដឹងខ្លួនគាត់ជាស្រួលបួនមកវិញទៅក៏ចាប់ផ្ដើមមានហេតុផលមួយគឺថាផ្សំផ្គុំជាមួយនឹងទូស្រីរបស់យើងទូប្រុសយើងអាចបានបដិសេធទេអ្នកនរគ្នាជាធម្មជាតិគាត់ស្រឡាញ់ទូស្រីយើងរួចហើយនៅពេលដែលគេគ្រប់គ្នាបានផ្សំផ្គុំឲ្យគាត់ទៀតធ្វើឲ្យគាត់កាន់តែមានជំនឿចិត្តគាត់មានទំនុកចិត្តចឹងណាអត់ទៅទូស្រីរបស់យើងទេគាត់ចង់ទៅវិញជាមួយនឹងលោកយាយប៉ុន្តែលោកយាយឲ្យទៅទេឲ្យនៅនឹងឯងណាគាត់នៅម្នាក់ឯងបានហើយចឹងទៅក៏ទូស្រីយើងសម្រាប់ចិត្តរៀបការជាមួយនឹងទូប្រុសតែម្ដងទៅថ្ងៃរៀបការនេះដល់គ្នាគឺកូនកន្លោះកូនកំមុំហ្នឹងណាគេព្រេជើងការទូស្រីទូប្រុសណាព្រេជើងការទៅថតរូបថតអីស្អាតបាតស្រស់ស្រាយទៅតាមបច្ចេកទេសចឹងទៅដល់ពេលចុងក្រោយនោះចាស់អ្នកថតខាងនេះគ្មានបានថតទេកាមេរ៉ាគេយកទៅអស់ហើយដល់ពេលទូស្រីរបស់យើងអ្នកដល់គ្នាគាត់ក៏ដល់ថ្ងៃចង់និយាយថាដល់ថ្ងៃរៀបការអត់មាននិយាយដូចវិញដល់ថ្ងៃរៀបការអញ្ចឹងទៅទូស្រីយើងលោឈុតលោអីទូប្រុសថាអូយស្អាតខ្លាំងមែនតើគាត់ពិតជាស្រឡាញ់ពេញចិត្តទូស្រីរបស់យើងខ្លាំងមែនតើ